សួស្តីថ្ងៃនេះដែរគឺដល់ថ្ងៃដែលត្រូវប្រមូលផលទំពាំងបាយជូរហើយចាអញ្ចឹងឃើញហ៎នេះមកចកោមនេះទុំស្ទើឲ្យលួយអស់អញ្ចឹងថ្ងៃហ្នឹងកាត់តែម្ដងទៅកុំឲ្យទុកយូរវានាំម៉ងសៅមកក្រាប់ដាច់ហ្មងចាំកាលនេះកលេចមើលប្រហែលចកោមនេះវិញល្មិចល្មក់ឯងប៉ុន្តែល្អខ្លាំងមែនតែនវាទុំស្មើហ្មងហើយពាំងបាយជូរហ្នឹងឃើញអញ្ចឹងឯណាញ៉ាំឆ្ងាញ់ជូរអែមដោយសារម្ចាស់ហ្នឹងបានភ្លក់ហើយនេះឃើញទេល្អខ្លាំងមែនតែនអូយសម្រាប់ចកោមនេះវិញគឺកណែនក្តន់ហ្មងនេះល្មិចល្មក់មកទៀតហើយល្អខ្លាំងមែនតែនណែតែននេះគឺជាពាំងបាយជូរដែលប្រមូលផលក្នុងថ្ងៃហ្នឹងមានអីអត់ជូរទេអត់ជូរដល់ថ្នាក់ដូចស្វាយទេគឺជូរអែមប៉ុន្តែអាខ្មៅខ្លាំងគឺផ្អែមហើយយើងអាចយកទៅក្លុកអំបិលម្ទេសឆ្ងាញ់មែនតើដោយសារធ្លាប់ក្លុកហើយនេះយកទៅសប្រៃមេសាក់មើនេះដើរចូលទៅហើយវ៉ាគាត់ភ្ញាក់គាត់ឃើញតែពាំងបាយជូរមកកធុនចាអញ្ចឹងបន្ទាប់ពីបានពាំងបាយជូរហើយថ្ងៃមេប្រាប់ថាឲ្យយកឲ្យប្អូនខ្លះទៅអញ្ចឹងណាអញ្ចឹងក៏មកដល់ផ្ទះគេហើយចាទ្វារបើកប្រាបដាហើយចូលហើយចូលឡានដល់ណម្ចាស់ផ្ទះឈរនៅទ្វារចាំហ្មងតែអត់ដឹងថាអីទេអញ្ចឹងថ្ងៃហ្នឹងគឺយកទៅពាំងបាយជូរមកចកោមកឲ្យប្អូនជាទីស្រឡាញ់ចាយកមកឲ្យគាត់ហើយមើលគេឃើញគេធ្វើមុខមើលគេធ្វើមុខសប្រៃទៅអូគេបេះភ្លុកឯណាពេលបេះភ្លុកប្រាប់ថាធ្វើមុខឲ្យឆ្ងាញ់ឲ្យផ្អែមណាគេថាផ្អែមអូយញ៉ាញ់ខ្លួនចង់ក្រោយជូរចឹងគេបានមកចកោមកគេកាន់ទៅគេដើរតាណាគេខ្ជូតគួរឲ្យស្រឡាញ់គេដាក់ចានហើយគេយកមកទុកចាំមើលណាគេទុកអូហ្នឹងហើយគេទុកហើយគេទុកយ៉ាងឲ្យជូនក្នុងទូទឹកកកជាកន្លែងដែលមានសុវត្ថិភាព